ថ្លែងពីស៊ូសដែលបានត្រាច់ចរចេញពីគ្រីតដើម្បីឡើងទៅសងសឹកព្រះបិតាវិញទ្រង់បានជួបនឹងមេធីសដែលត្រូវជាកូនរបស់ទីតានអូសៀនុសជាព្រះនៃសមុទ្រទ្រង់និងមេធីសបានស្រឡាញ់គ្នាហើយស៊ូសបានយកមេធីសធ្វើជាគូគាត់មេធីសនេះហើយគឺជាអនាគតមហេសីទី1របស់ព្រះស៊ូសយើងមេទីសជាទេវីនៃបញ្ញាញាណហើយនេះហើយទ្រង់បានធ្វើជាទីប្រឹក្សារបស់ស្វាមីទ្រង់ដើម្បីរៀបចំផែនការទៅប្រឈមនឹងស្ដេចនៃចក្រវាឡ Kronos មេទីសបានរៀបចំថ្នាំទឹកមួយដែលអាចធ្វើឲ្យ Kronos ជាបងប្អូនរបស់ Zeus ឲ្យមានសេរីភាពវិញបាន Zeus បានទទួលទឹកថ្នាំរួចមកក៏ធ្វើដំណើរទៅរកបិតាខ្លួន Zeus បានបន្លំខ្លួនជាអ្នកលើកស្រាឲ្យព្រះរួចក៏លាយថ្នាំទឹកនោះទៅនឹងស្រាហើយលើកឲ្យស្ដេចនៃចក្រវាឡ Kronos ដោយមិនបានសង្ស័យអ្វីក៏ផឹកស្រាដែលមានលាយថ្នាំនោះធ្វើឲ្យទ្រង់ក្បត់ចេញនៅកូនខ្លួនដែលបានលាបទាំងអស់មកឆ្លងកាត់ជាច្រើនឆ្នាំក្រោយមកកូនដែល Kronos បានលាបនោះក៏ធំពេញវ័យអស់ទៅហើយ Zeus ក៏ឆ្លៀតឱកាសនាំបងរបស់ខ្លួនចេញពីឋានរបស់ Kronos រួចផុតពីកញ្ញាំដៃរបស់គាត់ទៅព្រះជំនាន់ទី2ដែលត្រូវជាកូនរបស់ Kronos បានគេចទៅភ្នំ Olympus ដើម្បីធ្វើជាទីតាំងតស៊ូជាមួយបិតាខ្លួនហេតុនេះហើយព្រះជំនាន់ទី2មានឈ្មោះថាព្រះ Olympus ថ្លែងពី Kronos ក្រោយពី Zeus បានរំដោះបងរបស់គេទៅបាត់និងចង់ទម្លាក់ខ្លួនពីរាជទីនោះទ្រង់បានខឹងសម្បាយ៉ាងខ្លាំងហើយក៏កោះហៅពពួក Titan ដើម្បីមកធ្វើសង្គ្រាមជាមួយពួកព្រះ Olympus កងទ័ព Titan បានប្រមូលផ្ដុំគ្នាដើម្បីគាំទ្រដល់ស្ដេចរបស់ពួកគេដោយមាន Atlas ជាសេនាប្រមុខ Atlas នេះឯងជា Titan នៃកម្លាំងថាមពលនិងការស៊ូទ្រាំដ៏មហិមាហើយនេះគឺជាចំណាប់ផ្ដើមនៃសង្គ្រាមគ្រប់គ្រងចក្រវាឡដែលអូសបន្លាយជាង10ឆ្នាំមានឈ្មោះថា Titanomachy យើងប្រកាសជាយល់ថាពួក Titan ច្បាស់ជាជួយ Kronos ទាំងអស់គ្នាហើយព្រោះថា Titan គឺជាកូនចៅរបស់ Kronos ប៉ុន្តែមិនមែនគ្រប់ Titan ទាំងអស់ជួយស្ដេចរបស់ពួកគេក្នុងសង្គ្រាមនេះទេយើងមាន Prometheus ជា Titan នៃភាពវៃឆ្លាតនិងការទួទាយចក្ខុវិស័យវែងឆ្ងាយរួមទាំងប្អូនប្រុសរបស់គាត់ Epimetheus បានជួយខាង Olympus ឯកសារខ្លះនិយាយថាពួកគេទាំងពីរនាក់នេះគឺនៅអនុពវិតនៅកណ្ដាលមិនចូលខាងណានោះឡើយហើយ Titan ដូចជា Oceanus ជាដើមគឺស្ថិតនៅកណ្ដាលមិនចូលរួមសង្គ្រាមនោះទេសង្គ្រាមនេះបានអូសបន្លាយរយៈពេលយ៉ាងយូរដោយសារខាង Olympus មិនអាចយកឈ្នះខាង Titan បានព្រះជំនាន់ទី1ពពួក Titan មានមាឌធំមានកម្លាំងខ្លាំងក្លាជាងព្រះជំនាន់ទី2ហើយព្រះជំនាន់ទី2មានប្រាជ្ញាជាងព្រះជំនាន់ទី1ធ្វើឲ្យការតស៊ូរបស់ពួកគេមិនចាញ់មិនឈ្នះអស់រយៈពេលជាយូររហូតមកដល់គ្រាមួយ Gaia តែត្រូវជាយាយរបស់ Zeus បានមកប្រាប់ចៅរបស់ខ្លួនអំពីវិធីដើម្បីឈ្នះសង្គ្រាមរបស់ពួកគេ Gaia បានប្រាប់ Zeus ថាបើចង់ឈ្នះសង្គ្រាមនេះត្រូវតែដោះលែង Hecatonkyrus និង Cyclops មកទៅបាន Zeus ដែលជាមេដឹកនាំព្រះ Olympus បានទទួលបង្គាប់យាយរបស់ខ្លួនហើយបានចុះទៅឋាននរក Tartarus ដើម្បីរំដោះ Hecatonkyrus និង Cyclops ឡើងមកបន្ទាប់ពីសម្លាប់នាគដែលយាម Hecatonkyrus និង Cyclops រួច Zeus បានផ្ដាច់ចង្វាក់និងដោះលែងពួកគេឲ្យមានសេរីភាពពួកគេបានដឹងគុណ Zeus យ៉ាងខ្លាំងដែលបានដោះលែងពួកគេឲ្យមានសេរីភាពនិងសច្ចាថាតាមបម្រើ Zeus នឹងជួយ Zeus ជារៀងរហូតចំណែកឯ Cyclops ទាំង3ដែលជំនាញខាងផលិតអាវុធបានផលិតអាវុធទឹក3យ៉ាងសម្រាប់បងប្អូនប្រុសទាំង3នាក់របស់ពួកគេ Zeus ទទួលបានកម្មរន្ទះដែលអាចបញ្ជារន្ទះបានយ៉ាងមហិមា Poseidon ទទួលបានលំពែងមុខ3ដែលអាចបញ្ជាសមុទ្រនិងធ្វើឲ្យរំជួយដីបានហើយបងប្រុសបង្អស់ Hades ទទួលបានមួកដែលអាចបំបាកាយបានដែលយើងហៅថា Hemoptera
ចាប់ពីពេលនោះមកសមរភូមិក៏ក្រឡាប់ចាក់ភ្លាមក្រោយពីមានជំនួយទាំងអស់នេះពួក Titan មានការផិតភ័យចំពោះ Hekaton Keris យ៉ាងខ្លាំងហើយជាមួយអាវុធទឹកថ្មីនេះពួក Titan មិនអាចតស៊ូបានជាមួយនឹង Olympus ឡើយចុងក្រោយពួក Olympus បានដឹកនាំដោយ Zeus បានឈ្នះសង្គ្រាម Titanomachy នេះក្រោយពីសង្គ្រាមបានបញ្ចប់ក្រុម Titan ត្រូវទម្លាក់ទៅឃុំនៅ Tartarus កោះកលជានិច្ចលើកលែងតែ Atlas ដែលជាសេនាប្រមុខរបស់ក្រុម Titan ត្រូវបាន Zeus ដាក់ទណ្ឌកម្មពិសេសមួយគឺឲ្យ Atlas ត្រូវទោមេឃនៅអស់កលជានិច្ចក្រោយពីសង្គ្រាមបានបញ្ចប់ពួក Olympus បានក្លាយជាអ្នកដឹកនាំចក្រវាឡថ្មីដោយមាន Zeus ជាអ្នកដឹកនាំហើយពួកគេយកនិវេសស្ថាននៅលើភ្នំ Olympus ជាទីស្នាក់ការ Hades, Poseidon និង Zeus ក៏បានចែកឋានគ្នាដើម្បីកាន់កាប់ទៅតាមលក្ខណៈរបស់ព្រះនីមួយៗនៅក្នុងនោះ Zeus បានគ្រប់គ្រងឋានសួគ៌និងក្លាយជាស្ដេចនៃចក្រវាឡថ្មី Poseidon បានក្លាយជាស្ដេចនៃសមុទ្រទាំងអស់និងមានលំនៅនៅ Atlantis ចំណែក Hades ដែលជាកូនបងក៏គ្រប់គ្រងឋានក្រោមជាទីឃុំគ្រងនៃព្រលឹងមនុស្សស្លាប់ទាំងអស់និយាយពីបងប្អូនស្រីវិញក្នុងចំណែកនៃការកាន់និងគ្រប់គ្រងចក្រវាឡនេះព្រះ Olympus ស្ត្រីមិនទទួលបានចំណែកណាមួយនោះឡើយព្រះ Olympus មិនមែនមានតែ6រូបនេះទេព្រះ Olympus ទាំងអស់មានចំនួន12អង្គដើម្បីរក្សាស្ថិរភាពនៃចក្រវាឡហើយនៅពេលបន្ទាប់យើងនឹងរៀបរាប់អំពីព្រះ Olympus នីមួយៗ